ម្ហូបទាំងអស់គ្មានម្ហូបណាស្រួលដូចស្ងោរត្រីនឹងទៀតទេបងងើយគឺថាងាយមែនតែនហើយមានពេលធ្វើអីផ្សេងទៀតបានឬក៏ថ្ងៃខ្លះយើងអត់ស្រួលខ្លួនអញ្ចឹងចង់សម្រាកខ្លះបងស្ងោរត្រីឬក៏ស្ងោរសាច់អញ្ចឹងទៅគឺលឿនមែនតែនហើយចំពោះគ្រឿងផ្សំរបស់គេក៏អត់ពិបាករកដែរមិនបាច់ធ្វើអីញ៉ៃច្រើនយើងអាចមានពេលសម្រាកបានដូចថ្ងៃខ្លះខ្ញុំមានអារម្មណ៍ថាហត់អត់ចង់ធ្វើអីច្រើនអញ្ចឹងគឺខ្ញុំធ្វើម្ហូបណាស្រួលអញ្ចឹងជាពិសេសដូចស្ងោរត្រីនឹងអញ្ចឹងបងឆ្ងាញ់ហើយងាយទៀតដំបូងនេះខ្ញុំដាំទឹកឲ្យពុះសិនមកបន្ទាប់មកខ្ញុំទៅបេះជាមួយនឹងគល់ស្លឹកគ្រៃដែលដាំខ្លួនឯងដាក់ចូលចឹងទៅបងគ្រាន់ដាក់ចូលភ្លាមទឹកគេឡើងខៀវហ្មងហើយបន្ថែមជាមួយនឹងខ្ទឹមសដាក់ជាមួយនឹងអង្ករនេះខ្ញុំបានលាងសម្អាតឲ្យស្អាតហើយនិយាយទៅគឺផ្ទះខ្ញុំឲ្យតែពេលស្ងោរគឺដាក់អញ្ចឹងរហូតបងមានខ្ញីដាក់ខ្ញីចូលទៅហើយរំដេងខ្ញុំដាក់ដែរប៉ុន្តែដាក់តាមក្រោយអញ្ចឹងណាបងខ្ញុំអត់បានថតបន្ទាប់មកខ្ញុំដាក់ជាមួយនឹងត្រីចូលហើយត្រីនេះខ្ញុំអត់ចង់ទុកវាទៀតអញ្ចឹងដោយសារតែខ្ញុំខ្លះសេដែរហើយដល់ពេលអញ្ចឹងទៅយកវាស្ងោរទាំងអស់តែម្ដងប៉ុន្តែវាធំជាងឆ្នាំងហើយអត់អីទេបងតិចទៀតខ្ញុំនឹងសកាត់វាទៅគឺវារៀបទៅតាមនឹងហើយខ្ញុំក៏ដួសទឹកពីគៀននឹងយកមកដាក់អញ្ចឹងមកខ្លាច់វាអត់ឆ្អិនអញ្ចឹងដោយសារត្រីនេះគឺធំមែនតើបងធំហើយឡើងធ្ងន់ហ្មងត្រីនេះដូចជាត្រីឆ្កោកបងហើយចំពោះស្ងោរបើសិនជាបានដាក់អង្ករចេះវាឆ្ងាញ់ណាបងដូចវាមានជាតិផ្អែមអញ្ចឹងដូចខ្ញុំធ្លាប់ធ្វើវីដេអូខ្លីពីអាហ្នឹងដែរមានបងគាត់ខមមិនច្រើនដែរតែគាត់ធ្វើដូចខ្ញុំអញ្ចឹងណាបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងអំបិលបន្ថែមជាមួយនឹងប៊ីចេងគ្រឿងទេសខ្ញុំតាមតម្រូវការទៅហើយខ្ញុំស្ងោរវាទុកចោលមួយសន្ទុះសិនមកនៅពេលដែលចិត្តញ៉ាំទប់ខ្ញុំបន្ថែមជាមួយជីតាមព្រឹកស្លឹកក្រូចនេះខ្ញុំបន្ថែមខ្លះនៅពេលដែលទឹកពុះម្ដងហើយបងដល់ពេលវានៅក្រោមជីខ្លះអញ្ចឹងទៅពេលដែលយើងបង់មកមិនឃើញអញ្ចឹងណាហើយខ្ញុំក៏រៀបចំដួសម្ហូបរបស់ខ្ញុំដាក់ចានមានពងមានអីអញ្ចឹងទៅប៉ុន្តែពងត្រីនេះអត់សូវឆ្ងាញ់ផងបងវាធំមែនប៉ុន្តែវាអត់សូវមានជាតិទេចាញ់អាពងត្រីផ្ទក់ត្រីអីឆ្ងាញ់ជាងអានេះវាអត់សូវខ្ទិះអញ្ចឹងណាប៉ុន្តែបើសាច់របស់វាអីឆ្ងាញ់ប៉ុន្តែឆ្អឹងវិញមិនបាច់និយាយឆ្អឹងច្រើនណាហើយខ្ញុំក៏បន្ថែមជាមួយនឹងជីបន្ថែមជាមួយនឹងស្លឹកខ្ទឹមនិយាយទៅបងចូលចិត្តញ៉ាំជីអីដាក់ជីនឹងទៅហើយចំពោះទឹកជ្រលក់វិញខ្ញុំខ្ជិលធ្វើទឹកប្រហុកឲ្យបងដោយសារមួយរយៈនេះខ្ញុំញ៉ាំប្រហុករៀងញឹកអញ្ចឹងណាខ្ញុំហាន់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមម្ទេសខៀវម្ទេសក្រហមហើយដាក់ជាមួយនឹងស្លឹកខ្ទឹមបន្តិចចឹងមកបន្ទាប់មកខ្ញុំចាក់ជាមួយនឹងទឹកត្រីចូលបងពីថាងាយគឺងាយមកចាប់ហ្មងថ្ងៃហ្នឹងបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងម្ទេសហើយច្បាច់ជាមួយនឹងក្រូចឆ្មាចូលបងចង់ដួសទឹកស្ងោរមិញដាក់មកទៀតក៏បានដែរប៉ុន្តែខ្ញុំអត់ធ្វើទេបងហើយស្ងោររបស់ខ្ញុំគឺរសជាតិសាបមែនតើដោយសារតែខ្ញុំញ៉ាំជាមួយនឹងទឹកត្រីនេះបងអានេះទឹកត្រីសុទ្ធហ្មងខ្ញុំមានបន្ថែមគ្រឿងទេសអីទៀតណានិយាយទៅវីដេអូដែលខ្ញុំថតបង្ហាញបងគឺខ្ញុំធ្វើអញ្ចឹងដូចគ្នាហើយបងកុំភ្លេចជួយ like page វីដេអូនេះម្នាក់មួយផងណាឬក៏ share ទុកធ្វើញ៉ាំក៏បានដែរបងគឺងាយមែនតើហើយនេះខ្ញុំចាប់ផ្ដើមរៀបចំញ៉ាំហើយគឺសាច់ត្រីធំប៉ុន្តែឆ្អឹងក៏សាហាវដែរនិយាយទៅឲ្យតែញ៉ាំត្រីអញ្ចឹងគឺខ្ញុំញ៉ាំសាច់មកហើយបានញ៉ាំបាយតាមក្រោយអរគុណជម្រាបលា